យ៉ាប់ហ្មងចំណាយលើអត់ច្រើនហើយដាក់អីវ៉ាន់មកខុសទៀតពេលខ្លះបានអីវ៉ាន់មកខូចបាក់បែកខុសពណ៌ខុសទំហំពិបាកហ្មងអត់ដឹងមានពីណាគេជួយទេបើអត់ចេះចិនផងណងប៉ុន្តែទាំងអស់នេះលែងជាបញ្ហាសម្រាប់ខ្ញុំទៀតហើយដោយសារខ្ញុំមាន app យ៉ាងស្រួល purchase ដែលជួយខ្ញុំក្នុងការទិញទំនិញពីប្រទេសចិនយ៉ាងងាយស្រួលហើយកាន់តែចំណេញប្រសិនបើបងប្អូនទិញទំនិញពីប្រទេសចិនតាមរយៈ app យ៉ាងស្រួល purchase ឥឡូវនេះគឺពីសេវាជួយទិញរយៈពេល1ខែទៀតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31ខែតុលា2025នៅក្នុង app មានភាសាខ្មែរស្រាប់មិនចាំបាច់ពិបាកបកប្រែភាសាងាយស្រួលមើលងាយស្រួលទិញហើយការទូទាត់ប្រាក់មិនចាំបាច់ប្រើ Visa Card តខ្លួនឬក៏មាន Alipay ទេប៉ុន្តែបងប្អូន top up លុយតាមពងធនាគារណាក៏បានជាមួយនឹងដៃគូសហការ KHQR មានការធានារហូតដល់ 100% នៅលើទំនិញមានក្រុមការងារជំនាញត្រួតពិនិត្យនិងវាស់ខ្នាតត្រឹមត្រូវច្បាស់លាស់តម្លៃដឹកជញ្ជូនកាន់តែចំណេញសម្រាប់ទំនិញតូចៗក៏តាមខាំជាក់ស្ដែងចាប់ពី1200រៀលឡើងទៅជាមួយនឹងសេវាដឹកជញ្ជូនរហ័សចន្លោះពេលត្រឹមតែ7ទៅ10ថ្ងៃតែប៉ុណ្ណោះសម្រាប់ព័ត៌មានបន្ថែមឬក៏ចំណេញផ្សេងៗបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបាន